សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចែកម្លែកទៅមួយ tip មួយសម្រាប់ការប្រើប្រាស់ WeChat ទៅយកទិន្នន័យចាស់ៗពីទូរស័ព្ទដៃទៅកុំព្យូទ័រអញ្ចឹងណាអញ្ចឹងដំបូងយើងបើក WeChat នៅលើកុំព្យូទ័រមកហើយចាំវា implement មកវានឹង run ឲ្យយើងបើកមកវានឹងចេញ QR code ឲ្យយើងអញ្ចឹងបន្ទាប់ពីចេញ QR code ហើយយើងបើកលើទូរស័ព្ទដៃយើង scan QR code ហ្នឹងមកចាំ implement ទៅវានឹងsync account យើងចូលទៅលើកុំព្យូទ័រហើយអញ្ចឹងអាហ្នឹងចាំវា implement តាមហ្នឹងមកហ្នឹងហើយកន្លែងហ្នឹងបញ្ជាក់មួយដែរសម្រាប់ទូរស័ព្ទដៃហើយកុំព្យូទ័រគឺយើងប្រើប្រាស់អ៊ីនធឺណិតឲ្យដូចគ្នាបាន sync បាននៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងយើងចូល WeChat app លើទូរស័ព្ទដៃមកយើងចុចបើកវាមកហើយយើងចាំ applet យើងចុចចូលទៅកន្លែងពាក្យថាមីឃើញរូបមនុស្សហ្នឹងបន្ទាប់មកទៀតយើងចូលកន្លែង setting ហើយយើងចូលពាក្យថា chat បន្ទាប់មកយើង check មើល history បើសិនជាយើងចុច clear all បានហើយគឺយើងលុប chat ចាស់ចោលបន្ទាប់ពីយើងចុចហ្នឹងយើងឃើញ backup install ហើយនឹងយកខាងលើមកហើយបន្ទាប់មកយើងយក export to computer បន្ទាប់មកយើងចុចកន្លែងពាក្យថា start ដើម្បីឲ្យវា sync ទៅទៅលើកុំព្យូទ័រយើងចាំ applet ទៅវានឹងឃើញ load ពាក្យ migrating នៅលើកុំព្យូទ័ររបស់យើងអញ្ចឹងបន្ទាប់ពីវា migrate ហើយវា sync មកសតុះបានថាវា sync data history ទាំងអស់ពីទូរស័ព្ទដៃទៅកុំព្យូទ័រអញ្ចឹងចាំវាមក applet ទៅវា load មកលើអញ្ចឹងយើងចាំ applet ទៅវានឹង download បន្តហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងតើគ្នាចាំជួយ follow page ឲ្យខ្ញុំម្នាក់មួយផង page ថ្មីនេះខ្ញុំទើបបង្កើតឲ្យចាប់ផ្ដើមធ្វើវីដេអូអញ្ចឹងហើយសម្រាប់បងប្អូនត្រូវការជួសជុលឬក៏ចង់ទិញកុំព្យូទ័រអីផ្សេងអាចតាក់ទងមកតាម page ហ្នឹងបានមានលេខទូរស័ព្ទនៅលើហ្នឹងអញ្ចឹងចង់ build ចង់ customize អីផ្សេងអីទាំងអស់គឺមានទាំងអស់សម្រាប់ខាងខ្ញុំគឺអាច support បានមិនថាជួសជុលឬក៏ set up អីផ្សេងមានបញ្ហាអីឆាតស៊ូអីតិចតួចអត់បញ្ហាដែលខ្ញុំអត់គិតសេវាទេខ្ញុំរីករាយនឹងការជួយអញ្ចឹងហ្នឹងហើយបើចង់ឲ្យខ្ញុំធ្វើវីដេអូអីដែលឆ្ងល់តាក់ទងមួយចង់បានបច្ចេកទេសអីផ្សេងបានអាចតម្លាក់ជា comment មកបានខ្ញុំជួយធ្វើទៅតាមនឹងឲ្យបន្ថែមអញ្ចឹងខ្ញុំចែកម្លែកអ្វីដែលខ្ញុំមានចំណេះដឹងតាមនោះគឺខ្ញុំចែកម្លែកទៅតាមនឹងដែរបាទអរគុណច្រើន